Chủ đề số lượng cũ ngày nào trong má trong một ít nắng một bị trong mây vô sang mây hà bay ngày nắng như một đi mò bằng hàng như bị ở website in mở muối đầy của nhau mang một cả nó có website này cứ dương miền home miền nào báo miền ngọc thạch đài website này trên website đại dương lụa ở chung môi nắng ở rừng sông mà đẹp xâm nhập bóng bé mình nó bọc ra mình nó chia ở cả bộ cái rừng làng cá hay là sông mà đẹp xanh xanh hỏi nước non cái lại hôm đấy cái dương miền ở bản này dương ban đặt lụa hơi không làm báo nó không website bao giờ nó cái dương miền chúng mình khó mà bảo nó gặp thạch không website này nhưng màធ្វើការ hosting ហើយនឹងជាមួយនឹងឲ្យវាពេលយើង order ទៅវានឹងធ្វើការ send message ចូលក្នុង Telegram មកយើងឥឡូវយើងសារ order សិនយើង order ឧទាហរណ៍យើង order តាមមួយហើយនឹងអាវមួយហ្នឹងហើយឥឡូវយើងចូលទៅកន្លែងកាតនេះមក yes នៅក្នុងកន្លែងយកកាតនេះគឺយើងវាបានបង្ហាញឲ្យយើងឃើញ item តម្លៃតំណែងចំនួនតំណែងtotal ហើយស្រាប់តំណែងនេះយើងបាន order ជាមួយនឹងកាតាបហើយនឹងកាអាមួយនៅពេលដែលយើងចង់កែប្រែចំនួនឬក៏ចង់កែប្រែចំនួនយើងធ្វើការគ្រាន់តែចុចចំនួនទៅហើយធ្វើការចុច update ចឹងវានឹងធ្វើការបូកជាមួយតម្លៃឲ្យយើងតែហោមិញចឹងកាបូបនេះមួយតម្លៃ$109.95ចឹងនៅពេលដែលយើង order ចំនួន4យើង order ចំនួន4ចឹងវានឹងធ្វើការបូកតម្លៃយើងឃើញ$439.80តែបើយើងចង់ delete ជាមួយនឹងអានេះយើងចង់ order វិញចឹងយើងធ្វើការចុចប៊ូតុង delete នេះទៅវានឹងធ្វើការ delete នៅអានឹងហើយចឹងឥឡូវហ្នឹងយើងចង់ check out យើងចង់ check out កាតាបហ្នឹងចឹងនៅពេលដែលយើង check out វានឹងផ្ញើ message ទៅ Telegram បញ្ជាក់ពីតំណែងរបស់យើងឥឡូវយើងសាកតេស្តរបស់គ្នាហ្នឹងហើយឥឡូវយើងធ្វើការ check out មកចឹងនៅពេលដែលយើង check out វានឹង send message ចូលជាមួយនឹង bot របស់យើងដែលយើងបានដាក់នៅក្នុង Telegram ហើយយើងសាកចុច check out យើងបំពេញឈ្មោះរបស់យើងមកអូខេយើងដាក់សំណាង email របស់យើងលេខទូរស័ព្ទអាស័យដ្ឋានហើយយើងសាក plus order អញ្ចឹងដល់ពេលយើង plus order ហ្នឹងវានឹងធ្វើការផ្ញើ message មក Telegram របស់យើង is that play order នេះឥឡូវនេះវា load message ចូលជាមួយនឹង Telegram របស់យើងហើយដែលវាបានបញ្ជាក់ឈ្មោះ customer email របស់ customer លេខទូរស័ព្ទហើយនឹង address ហើយនឹងតម្លៃអីបានអញ្ចឹងនៅពេលដែលយើងធ្វើការ order ហើយអញ្ចឹង website យើងវានឹងចេញ thank you for your order អញ្ចឹងយើងចុច link back នេះទៅគឺយើងមកដល់កន្លែង home page របស់ website យើងអញ្ចឹង website ហ្នឹងមានតែប៉ុណ្្នឹងទេបាទអរគុណលោកគ្រូ